បាទដើម្បីឲ្យសិស្សអាចចូលឆ្លើយសំណួរបានយើងចុចត្រង់ប៊ូតុង present មានជម្រើស2យើងអាចចុច present from beginning មានន័យថាយើងចាប់ផ្ដើមបង្ហាញពី slide ទី1និង present from current slide មានន័យថាយើងអាចបង្ហាញសិស្សនៅ slide ដែលយើងកំពុងស្ថិតនៅអញ្ចឹងខ្ញុំចុច select from current slide បាទយើងទទួលបាន slide ដែលមាន QR បែបនេះគឺយើងត្រូវរងចាំសិស្ស scan ចូលឬក៏អាចចូលតាមរយៈ website ហើយបញ្ចូលលេខកូដបន្តមកទៀតយើងអាចចុច slide បន្ទាប់ហើយរងចាំសិស្សឆ្លើយចំពោះសំណួរទី1នេះសិស្សឆ្លើយថា Central Processing Unit ដោយសារតែនេះជាឧទាហរណ៍ចឹងគឺមានសិស្សតែម្នាក់ទេដែលឆ្លើយបាទសិស្សម្នាក់ឆ្លើយគឺ 100% បាទខ្ញុំចុច next slide សំណួរនេះមានរយៈពេល12វិនាទីបាទសិស្សឆ្លើយថាខុសអញ្ចឹងចម្លើយនេះជាចម្លើយត្រឹមត្រូវបន្តមកទៀតគឺកន្លែងបង្ហាញនៅលទ្ធផលឬក៏ហៅថា leaderboard ខ្ញុំចុច slide បន្ទាប់បាទសំណួរប្រភេទនេះគឺសិស្សជាអ្នកបំពេញ software ឬកម្មវិធី computer ដែលត្រូវបានប្រើប្រាស់ដើម្បីចូលមើលទំព័រនានាលើ World Wide Web ហៅថាបាទសិស្សបំពេញ web browser សំណួរទី4តើប្រព័ន្ធប្រតិបត្តិការណាខ្លះដែលអ្នកប្រើប្រាស់ញឹកញាប់ជាងគេអញ្ចឹងសិស្សអាចជ្រើសរើសជាប្រភេទលំដាប់អញ្ចឹងតាមរយៈចម្លើយនេះគឺ Windows សិស្សប្រើច្រើនជាងគេបន្តមកទៀត Android iOS និង macOS បាទខ្ញុំអាចបិទផ្ទាំងនេះចោលហើយក្នុងករណីដែលយើងចង់ឲ្យសិស្សឆ្លើយម្ដងទៀតឬក៏សិស្សនៅថ្នាក់ផ្សេងអាចឆ្លើយបានដែរគឺយើងត្រូវតែ reset ឬក៏លុបចម្លើយដែលសិស្សបានឆ្លើយចោលដោយចុចត្រង់ menu ហើយចុចត្រង់ reset Slido ឬចុច reset Slido បាទខ្ញុំសូមបញ្ចប់វីដេអូនេះតែត្រឹមនេះសូមអរគុណ